ចង់អរគុណខ្លួនឯងដែលឆ្លងកាត់មករកខែមិនព្រមចោះចាញ់ខែខ្លាំងវាក៏ល្អរហូតដល់យើងញញឹមបានងាយខែខ្លះវិញវាក៏ធ្ងន់ធ្ងររហូតដល់យើងស្ទើរដួលទាំងឈរតែបើទោះបីជារឿងនោះវាយ៉ាងម៉េចក៏ដោយយើងក៏នៅតែនៅត្រង់នេះនៅអាចក្រោកឡើងម្ដងទៀតនឹងអាចបន្តទៅមុខហើយស្លាញ់ខ្លួនឯងខ្លាំងជាងមុនខែធ្នូឆ្នាំនេះវាពិតជាខែដែលពិបាកខ្លាំងបំផុតដែលពួកយើងទាំងអស់គ្នាពិបាកតស៊ូទទួលយកសម្រាប់ពួកយើងទាំងអស់គ្នាឆ្នាំនេះវាប្រហែលជាឆ្នាំដែលអាក្រក់បំផុតហើយតែពួកយើងក៏នៅតែរឹងមាំតស៊ូទៅបានវាបង្ហាញឲ្យឃើញហើយថាពួកយើងពិតជារឹងមាំខ្លាំងណាស់